បាទជំរាបសួរបាទខ្ញុំឈ្មោះប៉ុលតារ៉ាជាគ្រូគង្វាលនៅព្រះវិហារសេចក្តីមេត្តាករណានៃព្រះគ្រីស្ទរយៈកាលកន្លងមកដែលខ្ញុំបានធ្វើដំណើរទៅចូលរួមប្រជុំនៅព្រះវិហារភ្នំពេញរៀងរាល់ថ្ងៃប្រហ័សដើមខែជាថ្ងៃដែលយើងកំណត់យកក្នុងការអធិដ្ឋានផងហើយខ្ញុំសង្កេតឃើញថាសុខភាពខ្ញុំកាន់តែប្រសើរឡើងដោយសារការយកចិត្តទុកដាក់ពីអ្នកម៉ាក់ដេប្រាដែលលោកតែងតែអធិដ្ឋានឲ្យខ្ញុំហើយជំងឺភ្នែកជាទីបន្ទាល់ដ៏អស្ចារ្យដែលខ្ញុំបានមើលឃើញវិញហើយនឹងចង្កេះរបស់ខ្ញុំបានជាសះស្បើយហើយសុខភាពរបស់ខ្ញុំកាន់តែរឹងមាំឡើងហើយខ្ញុំមានកាន់តែបង្កើនឡើងនៅសេចក្តីជំនឿដែលមិនអាចកាត់ថ្លៃបានហើយខ្ញុំមានអំណរយ៉ាងខ្លាំងដោយមានអ្នកម្ដាយដែលជាទីស្រឡាញ់ដែលគាត់យកចិត្តដាក់ក្នុងការមើលថែនៅព្រលឹងវិញ្ញាណរបស់យើងខ្ញុំហើយពួកយើងដែលបានធ្វើដំណើរទៅអធិដ្ឋានតនៅទីនោះមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងបាត់បានទទួលភ្លើងនៃព្រះវិញ្ញាណបញ្ឆេះជារៀងរាល់ពេលវេលាដល់តាមរយៈអ្នកម៉ាដេប្រានិងលោកគ្រូដានីយ៉ែលដែលលោកខំបកប្រែភាសាឲ្យខ្ញុំបានស្ដាប់ទៅយល់ច្បាស់កាន់តែថែមទៀតហើយខ្ញុំឃើញថាទីនោះគឺជាទីដែលឆេះដោយភ្លើងនៃព្រះវិញ្ញាណបរិសុទ្ធដែលមិនមានអ្វីមួយនឹងអាចផ្លាស់ប្រែមនុស្សបានទេដោយសារព្រះវិញ្ញាណបរិសុទ្ធដែលធ្វើឲ្យផ្លាស់ប្រែជីវិតរបស់យើងម្នាក់ៗដែលជាគ្រីស្ទបរិសុទ្ធវិញ្ញាណគ្រប់ទាំងវិញ្ញាណរមែងតែបោកបញ្ឆោតតែភ្លើងនៃព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គតាមរយៈមាត់អ្នកម៉ាដេប្រាដែលជាហោរាហើយជាគ្រូគង្វាលដ៏ពិសេសសម្រាប់ពួកជំនុំនៃព្រះវិហារសេចក្តីមេត្តាករុណាហើយធ្វើឲ្យពួកជំនុំយើងឆេះឈួលយ៉ាងខ្លាំងមានកម្លាំងពលំយ៉ាងខ្លាំងក្លាផងដែរហើយខ្ញុំបាទជាគ្រូគង្វាលនៅព្រះវិហារសេចក្តីមេត្តាករុណាបម្រើព្រះអង្គជាគ្រូគង្វាល25ឆ្នាំហើយខ្ញុំរួមដំណើរជំនឿជាមួយនឹងអ្នកម៉ាដេប្រា31ឆ្នាំហើយតាមដែលខ្ញុំចាប់ជឿតាមរយៈលោកគ្រូអូនសុផលដែលលោកបានមកប្រកាសដំណឹងល្អហើយខ្ញុំបានទទួលជឿជាមួយនឹងលោកហើយខ្ញុំបានធ្វើដំណើរជាមួយលោកជារៀងរហូតមិនផ្លាស់ប្រែឡើយត្បិតបើមាននិកាយណាផ្សេងមកបង្រៀនខ្ញុំព្រះវិញ្ញាណបានបណ្ដាលឲ្យខ្ញុំយល់ច្បាស់ថានេះជាគោលលទ្ធិដ៏មិនត្រឹមត្រូវហើយនេះជាគោលលទ្ធិត្រឹមត្រូវហើយកន្លែងណាដែលទទួលយកបានតាមរយៈអំណាចម៉ាដេប្រាបង្រៀននោះហើយជាវិសេសសម្រាប់ជីវិតរបស់ខ្ញុំបាទជាទីបញ្ចប់នេះខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកម៉ាដេប្រាដែលជាហោរាដ៏វិសេសប្រចាំនៅព្រះវិហារសេចក្តីមេត្តាករុណានៃព្រះគ្រីស្ទភ្នំពេញហើយនៅមានសាខានៅតាមខេត្តដែលបានចូលរួមប្រជុំជារៀងរាល់ខែហើយខ្ញុំអរគុណសម្រាប់លោកគ្រូដានីយ៉ែលផងដែរដែលលោកខំបកប្រែឲ្យយើងខ្ញុំទាំងអស់គ្នាបានយល់ច្បាស់ពីអាកំបាំងនេះហើយជាទីបញ្ចប់ខ្ញុំសូមព្រះទានពរដល់អ្នកម៉ាក់និងលោកគ្រូដានីយ៉ែលឲ្យមានសុខភាពល្អនិងកម្លាំងពលំកម្លាំងខ្លាំងក្លាអំណរក្នុងការដឹកនាំពួកជំនុំនៃព្រះវិហារសេចក្តីមេត្តាករុណាទូទាំងប្រទេសបានជោគជ័យនៅក្នុងព្រះហស្ថរបស់ព្រះអង្គគឺក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអេមែនបាទអរគុណបាទអរគុណ